រឿងដំណាបសងប្រេងទៅខ្នាំងប្រាសាទអាចកំបាំងព្រឹកព្រលឹមភ្លឺស្រាលភូមិទាំងមូលពោពេញដោយសេចក្តីសុខសាន្តខណៈបាយសម្បត្តិនឹងឯងចាប់ផ្ដើមថ្ងៃថ្មីសំណាមលើដៃបង្ហាញពីស្នាមជើងមិនធម្មតាដែលធ្វើឲ្យក្មេងទាំងពីរចាប់អារម្មណ៍ឯសុរិយាបង្ហាញចំណេះដឹងរបស់នាងអំពីធម្មជាតិនិងភាពសមតុល្យរវាងមនុស្សនិងព្រៃភ្នំចំណែកឯលោកអាចារ្យសានពេលដែលឃើញស្នាមជើងនោះហើយក៏ណែនាំឲ្យសម្បត្តិប្រុងប្រយ័ត្ននិងនឹកឆ្ងល់អំពីស្នាមជើងនោះពួកគេក៏បបួលគ្នាស្វែងរកការពិតនៃដានជើងនោះក៏សម្រេចចិត្តនាំគ្នាដើរចូលព្រៃនៅក្នុងព្រៃជ្រៅស្ងៀមស្ងាត់ក៏ប៉ុន្តែមានសំឡេងស្រាលដូចជាដើមឈើកំពុងប្រាប់រឿងអ្វីមួយដល់ពួកគេអង្គដំណក់ពន្លឺតូចមួយបញ្ចេញសញ្ញាអាចកំបាំងធ្វើឲ្យពួកគេងឿងឆ្ងល់ដែលនាំឲ្យការស្រាវជ្រាវកាន់តែមានអត្ថន័យសុរិយាពិនិត្យថ្មពន្លឺនោះប្រៀបធៀបសញ្ញានោះជាមួយចំណេះដឹងពីបុរាណពន្លឺថ្ងៃបើកផ្លូវមួយដែលមនុស្សមិនបានឃើញជាច្រើនសតវត្សមកហើយពន្លឺស្រទន់នៅក្នុងរួងហាក់ដូចជាកំពុងណែនាំផ្លូវពួកគេទៅកាន់ទីណាមួយការរអិលតិចៗបង្កើតអារម្មណ៍ថាមានអ្វីមួយកំពុងភ្ញាក់ឡើងរូបសំណាកបុរាណដែលមានអាយុកាលជាយូរយ៉ាហាក់ដូចជាកំពុងតាមដានការមកដល់របស់ពួកគេអេងរីករាយរកឃើញភ័ស្តុតាងបន្ថែមជាមួយទិដ្ឋភាពដ៏ស្រស់ស្អាតដែលមិនធ្លាប់ឃើញពីមុនមកធ្វើឲ្យគេមានអារម្មណ៍សប្បាយជាខ្លាំងចំណេះដឹងពីបុរាណផ្ដល់យល់ដឹងការណែនាំមិនធ្លាប់មានពីមុនមករំភេកនោះស្នាមជើងនៅទីបុរាណនោះបានคล้ายជាបណ្ដាញរូបរាងដូចផែនទីតូចមួយស្រាប់តែបឹងបុរាណមានសភាពស្ងប់ស្ងាត់ដូចជាមិនមានអ្នកណាមកដល់ពោពេញទៅដោយផ្កាឈូកនិងទេសភាពដ៏ស្រស់ស្អាតរលកលើទឹកបង្ហាញពីសញ្ញាអនាគតសត្វអាចកំបាំងលេចឡើងដោយសន្តិភាពពោពេញទៅដោយពន្លឺក្តីមេត្តាសញ្ញានិងសំឡេងធ្វើឲ្យពួកគេយល់អំពីតុល្យភាពនិងភាពស្រស់ស្អាតរបស់ធម្មជាតិការរົບនាំឲ្យការយល់ព្រមពីភ្នំឆ្ងាយគ្រានោះសត្វអាចកំបាំងក៏នាំពួកគេឆ្ពោះទៅកាន់កន្លែងដ៏សំខាន់មួយកម្លាំងថាមពលបង្ហាញពីការភ្ជាប់រវាងដីនិងទឹករីឯធម្មជាតិក៏ត្រឡប់មកជាស្ងប់ស្ងាត់ជាស្ថាពរឡើងវិញទិដ្ឋភាពដែលពួកគេបានឃើញលេចពេញទៅដោយសន្តិភាពនិងភាពស្រស់ស្អាតហាក់ដូចជាការសរសើរនៃធម្មជាតិពួកគេត្រឡប់ទៅភូមិដោយចិត្តពេញទៅដោយសិទ្ធិនិយមពេលដែលឃើញពួកគេត្រឡប់មកវិញអ្នកភូមិសប្បាយរីករាយយ៉ាងខ្លាំងពួកគេបាននិយាយរឿងរ៉ាវដែលគេបានជួយឲ្យអ្នកភូមិស្ដាប់រឿងនោះហើយក៏នឹងស្រឡាញ់ធម្មជាតិដែលពោពេញទៅដោយភាពស្ងប់ស្ងាត់និងទទួលបានការយល់ដឹងថ្មី Today we gather to share stories of our ancestors to remember their wisdom and strengthម្ខាងវិញទៀតលោកអាចារ្យសានអបអរសាទរចំណេះដឹងនិងការរួបរวมរបស់ពួកគេ
និងបានដាក់ទឹកដែលមានផ្កាឈូកដោយឈ្ងុយឆ្ងាញ់ប្រោះព្រំឲ្យពួកគេជាការលើកកម្លាំងចិត្តរឿងនេះបង្រៀនថា 1. កម្លាំងសេចក្តីស្ញាក់ស្នាលនិងភាពរួមជាក្រុមការរួមគំនិតរួមចិត្តនិងការជឿលើគ្នាអាចជួយឲ្យយកឈ្នះទាំងភាពភ័យខ្លាចនិងឧបសគ្គធំៗ 2. ការជឿលើសុចរិតចិត្តនិងចិត្តល្អចិត្តសុចរិតជាអាវុធដ៏ខ្លាំងជាងគេមិនថាសត្រូវអាថ៌កំបាំងឬភាពងងឹតណា 3. ការគោរពនិងចងចាំមរតកបុព្វបុរសបានផ្ដល់ប្រាជ្ញានិងគន្លឹះដើម្បីប្រទានឱសថនិងសុវត្ថិភាពជំនាន់ក្រោយៗទៀត 4. ការក្លាហានមិនមែនគ្រាន់តែប្រយុទ្ធការក្លាហានពិតគឺការទទួលខុសត្រូវសម្រេចចិត្តត្រឹមត្រូវនិងការពារអ្នកដទៃអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូថ្មីសូមចុចជាវ like និងដាក់រូបកណ្ដឹងសូមអរគុណ